បាទបន្តទៅទៀតនេះសូមទទួលសំណួរមួយពីរបាទខ្ញុំមិនសូវមានពេលច្រើនដែរថ្ងៃនេះសូមទទួលសំណួរមួយពីរក្រែងលោកខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយជូនណា Combo Weapon គាត់ថាតើថៃដែលកំពុងលេងល្បែងដាក់អាមេរិកគឺជាការរៀនសូត្រពីរុស្ស៊ីដែរឬទេបងខ្ញុំថាមិនមែនជាការរៀនសូត្រពីរុស្ស៊ីទេគឺជាតម្រូវការខាងទីផ្សារតម្រូវការស្ថានភាពបច្ចុប្បន្នរបស់ថៃពីព្រោះថៃគឺជាប្រទេសមួយដែលមានភាពវៃឆ្លាតប្រទេសថៃអ្វីដែលប្រជាពលរដ្ឋថៃគាត់សប្បាយចិត្តគាត់មោទនភាពគឺប្រទេសថៃមិនដែលត្រូវបានប្រទេសមហាអំណាចណាដាក់អាណានិគមរបស់គេទៅលើប្រទេសថៃនោះឡើយសូម្បីតែសម័យសង្គ្រាមលោកលើកទី2តាំងពីសម័យអាណានិគមមុនមកហ្នឹងគឺតាំងពីកម្ពុជានៅក្រោមអាណានិគមបារាំងបាទភូមានៅក្រោមអាណានិគមអង់គ្លេសថៃរួចខ្លួនបាទគាត់លើកឡើងរឿងមកសង្គ្រាមលោកលើកទី2មករហូតមកគឺគាត់ថាថៃមិនដែលនៅក្រោមអាណានិគមប្រទេសណាដោយគាត់មោទនភាពអញ្ចឹងទន្ទឹមនឹងមោទនភាពនោះយើងត្រូវមើលអ្វីដែលជាការសម្រេចបានផងដែរគឺគាត់តែមើលឃើញអ្នកណាខ្លាំងគាត់ងាកទៅអែបអ្នកនោះហើយបាទដូចជានៅពេលកន្លងមកនេះគឺសហរដ្ឋអាមេរិកខ្លាំងនៅក្នុងតំបន់គាត់ងាកមកចងសម្ព័ន្ធភាពជាមួយនឹងសហរដ្ឋអាមេរិកកាលពីសង្គ្រាមលោកលើកទី2ពេលជប៉ុនចូលមកខ្លាំងនោះគាត់អែបជាមួយជប៉ុនទីមទាទឹកដីកម្ពុជាឲ្យមកអញ្ចឹងមកបាទដល់ពេលបារាំងខ្លាំងនោះបាទបារាំងខ្លាំងអង់គ្លេសហើយនៅបារាំងចរចាគ្នាមិនឲ្យនៅគៀកគ្នាទុកតំបន់មួយតំបន់ buffer zone តំបន់ទ្រនាប់គឺគាត់យកថៃពេលនោះថៃក៏ត្រូវធ្វើសម្បទានខេត្តមួយចំនួនបកគលមកឲ្យកម្ពុជាវិញដើម្បីជាធ្នូនឹងដែរដូច្នេះគាត់ខិតខំរកកលាយ៉ាងណាឲ្យសម្របទៅតាមកលៈទេសៈហ្នឹងហើយឥឡូវនេះដោយដែលខ្ញុំធ្លាប់បាននិយាយអញ្ចឹងគឺទោះបីជាខ្ញុំគ្រប់គ្រងសហរដ្ឋអាមេរិកខ្ញុំនៅអាមេរិកមែនក៏ប៉ុន្តែក៏យើងត្រូវទទួលស្គាល់ការពិតគឺចិនគាត់បាទមានធនធានច្រើនបើទោះបីជាមួយរយៈចុងក្រោយនេះគាត់ជួបការលំបាកមែនក៏ប៉ុន្តែចិនក៏នៅមានធនធានដែលសម្រាប់បើកទីផ្សារការអភិវឌ្ឍការវិនិយោគនឹងច្រើននៅមានច្រើនគាត់តែចំណុចខ្សោយរបស់គាត់គឺគាត់កិច្ចព្រមព្រៀងមួយចំនួនគឺមិនសូវមានតម្លាភាពតែធ្វើឲ្យប្រទេសមួយចំនួនឬក៏អាចឲ្យប្រទេសដែលកាន់លទ្ធិជាតិផ្លេចដោយសហរដ្ឋអាមេរិកអាចនឹងវាប្រហារបានហើយបង្កបញ្ហាទៅដល់ប្រទេសមួយចំនួនផងដែរវាអញ្ចឹងណាបាទហ្នឹងគឺខ្ញុំថាមិនរៀនសូត្រពីរុស្ស៊ីពីអីទេគឺជាធម្មជាតិគាត់តាំងពីដើមមកទៅហើយណានេះជាចម្លើយខ្លីរបស់ខ្ញុំសុំទៅលើជាងដាំគាត់ថាល្អតើបងត្រាំអាចរុញថៃឲ្យចូលទៅជិតចិនឱកាសល្អសម្រាប់កម្ពុជាចូលជិតសហរដ្ឋអាមេរិកជិតសហរដ្ឋអាមេរិកល្អជាងចិនអត់ទេកម្ពុជាមិនបោះបង់ចិនចោលទេបាទខ្ញុំក៏មិនឲ្យនិយាយរួមខ្ញុំបីទោះបីជាខ្ញុំជំរុញឲ្យកម្ពុជាមកស្និទ្ធជាមួយសហរដ្ឋអាមេរិកខ្លាំងក៏ប៉ុន្តែក៏ខ្ញុំមិនជំរុញឲ្យបោះបង់ចិនចោលដែរបាទខ្ញុំនៅរៀនថ្នាក់អនុបណ្ឌិតនោះគឺ Master ហ្នឹងក៏ខ្ញុំនិយាយអំពីបញ្ហាហ្នឹងដែរខ្ញុំនិយាយបញ្ហាខ្ញុំស្លប់សរសេរអត្ថបទមួយផ្ដល់អំណាងពីរឿងថាហេតុអីបានជាចិនជាកត្តាមួយសំខាន់ហើយសូម្បីតែពេលនោះសាស្ត្រាចារ្យខ្ញុំក៏គាត់អត់យល់ស្របជាមួយខ្ញុំដែរគាត់ថែមទាំងបញ្យល់ថាចិនគឺបលុយសម្រាប់គេថាជាជំនួយជានិមិត្តរូបនៅមានក៏ប៉ុន្តែឲ្យចិនមានជំនួយសម្រាប់ជួយសង្គ្រោះប្រទេសណានោះគឺมันអាចទេបាទនៅក្នុងចំណោមគេថាអំណាងមួយក្នុងអំណាងច្រើនដែលខ្ញុំបានលើកឡើងខ្ញុំថាកត្តាភូមិសាស្ត្រគឺប្រទេសចិននៅគៀកជាមួយនឹងតំបន់យើងខ្មែរនឹងច្រើនបាទហើយការយល់ដឹងពីវប្បធម៌ប្រជាពលរដ្ឋអីហ្នឹងគឺការនិយាយអីហ្នឹងគឺអាចមានកលុកកលៀនហ្នឹងអាចនឹងយកគ្នាច្រើនដែលមានការងាយស្រួលបាទក្នុងពេលដែលនៅសហរដ្ឋអាមេរិកនេះគឺតម្រូវការមានផ្សេងបាទអញ្ចឹងខ្ញុំសូម្បីតែសាស្ត្រាចារ្យខ្ញុំពេលហ្នឹងក៏គាត់មិនឯកភាពជាមួយនឹងអំណាចរបស់ខ្ញុំប្រហែលដែរប៉ុន្តែតាមធម្មតានៅក្នុងការរៀន Academy គឺបើលក្ខណៈសិស្សនិស្សិតហ្នឹងគាត់មានអំណាចសមហេតុផលរបស់គាត់គ្រូគាត់អត់មានឲ្យ0មិនមែនមានន័យថាតើយល់ស្របតាមគ្រូបានបន្ទុកល្អហើយបាទខ្ញុំធ្លាប់សរសេរ argument យ៉ាងដែរបាទក្រោយមក
នឹកខ្ញុំនិយាយហ្នឹងគឺកាលពី20ឆ្នាំមុនណាបាទ20ឆ្នាំមុនជាង20ឆ្នាំមុនដែលខ្ញុំសរសេរហ្នឹងហើយក្រោយមកគឺចាប់ផ្ដើមចិនចាប់ផ្ដើមឡើងមែនហើយគឺមានលទ្ធភាពបាទលទ្ធភាពនឹងច្រើនកាន់តែខ្លាំងឡើងបាទអញ្ចឹងដូច្នេះខ្ញុំនៅតែនិយាយថាមកអាមេរិកជាការល្អត្រូវតែមកបាទអត់បានទេអាមេរិកគឺទៅតែរាប់អានបានល្អក៏ប៉ុន្តែក៏មិនត្រូវចោលចិនដែរបាទខ្ញុំនៅតែឈរលើគោលជំហរនឹងមកដល់ត្រឹមម៉ោងនេះណាអាចមានការផ្លាស់ប្ដូរនៅពេលក្រោយនឹងខ្ញុំអាចនឹងកែប្រែហើយនឹងកែប្រែពីព្រោះតាមធម្មតាការប្រកាន់ជំហរអីយើងទៅមើលតាមកលតិស័កដែរមិនមែនរឿងត្អឹងខ្លាំងពេកនោះទេដូចគេនិយាយថាកុំធ្វើខ្លួនជាដើមគូគីណាដើមគូគីរឹងខ្ពស់ក៏ប៉ុន្តែគាត់បត់បានពេលខ្លះព្យុះខ្លាំងគាត់រលំរលើងដល់ទាំងគុលប៉ុន្តែបើធ្វើខ្លួនជាដើមត្រែងឬក៏ជាដើមឫស្សីអាចបត់បែនទៅតាមកលតិស័កបានអញ្ចឹងហើយបានជាអត្ថបទម្សិលមិញគេប្រើថាថៃកំពុងតែប្រើ bamboo strategy គឺយុទ្ធសាស្ត្រដើមឫស្សីដែលវៀតណាមធ្លាប់ប្រើប្រាស់បាទអញ្ចឹងណាបាទខ្ញុំថាមិនជាខុសឆ្គងទេបាទបើកាលណាយើងត្រូវមានការបត់បែនខ្លះក៏ប៉ុន្តែក៏មិនទៅបត់បែនរហូតដល់ភ្លេចនៅអ្វីដែលជាឧត្តមគតិនិងមនសិការរបស់យើងដែរបាទជាពិសេសគឺការបើនៅក្នុងការដឹកនាំរដ្ឋគឺត្រូវគោរពប្រជាពលរដ្ឋរបស់យើងដែរអញ្ចឹងណាបត់ខ្លាំងក្រឹបរហូតដល់ខ្មែរក្រហមលេងប្រជាពលរដ្ឋខ្លួនឯងធ្វើជាសត្រូវរហូតដល់សម្រាប់ប្រជាពលរដ្ឋហ្នឹងក៏វាគ្រោះថ្នាក់ដែរអញ្ចឹងណាបាទសុធារិទ្ធមើលទឹកដីយើងបាត់បង់ចប់ត្រឹមនឹងហើយបងប្រុសខ្ញុំជឿចាប់ជាខ្មែរម្នាក់ដែរបែរមិនមានសិទ្ធិនិយាយអ្វីសោះរឿងទឹករឿងដីខ្លួនឯងខ្ញុំថាកំអាលដល់ថ្នាក់អស់សង្ឃឹមអីសធាណាសធារិទ្ធកំអាលអស់សង្ឃឹមអីទុកឲ្យក្រុមការងារបច្ចេកទេសគេធ្វើការសិនទៅបាទធ្វើការសិនទៅពីព្រោះអីរឿងបញ្ហាខ្លះវាអាចវារឿងរសើបដែលនិយាយទៅវាខាតយើងទៅវិញទេទូយ៉ាងដូចមានអ្នកសួរខ្ញុំពីរឿងការដែលក្រុមវាស់វែងផែនទីវាស់វែងប្រើ drone ដើម្បីថតធ្វើផែនទីរូបថតហ្នឹងតើចូលប្រើច្បាប់អ្វីបាទបើសំណួរនៅពេលប្រជុំម្សិលមិញគេអត់និយាយទេប៉ុន្តែបើសិនជាផ្អែកទៅលើក្រុមខាង JBC ធ្វើការហ្នឹងគឺដែលប្រកាសកាលពីលើកមុននោះគឺគេឈរទៅលើបាទសន្ធិសញ្ញាអន្តរជាតិបារាំងសៀមនឹងឯង1904 1907អញ្ចឹងដូច្នេះថៃក៏អត់ចង់ហ៊ាននិយាយច្រើនគាត់ខ្លាចជួបបញ្ហាខ្លួនឯងគាត់អញ្ចឹងប្រហែលជាមានការយកមកខ្ញុំមិនដឹងដែរប៉ុន្តែខ្ញុំថាកំអាលអីសិទ្ធិរដ្ឋបាទកំអាលអីកំអាលព្រោះហេតុការណ៍ហ្នឹងអត់ទាន់ចប់ណាមិនអញ្ចឹងណាបាទបើសិនជារឿងនេះចប់ហើយណាមានរបស់បកគោបយតាមទៅប្រជាពលរដ្ឋធម្មតាវិញហើយស្រាប់យើងឃើញថាបាត់ដោយសារដីនោះធ្លាប់នៅលើបាត់ហ្នឹងហើយក្នុងផែនទីបារាំងឲ្យហ្នឹងគឺបោះខ្មែរតែយើងនៅតែបាត់អាហ្នឹងចាំយើងអស់សង្ឃឹមបាទកុំអស់សង្ឃឹមបាទនៅមានដង្ហើមត្រូវសង្ឃឹមជាប់ជានិច្ចកុំអស់សង្ឃឹមមែនណាបាទរឿងខ្លះបាទរឿងទឹករឿងដីថាมันបានមានសិទ្ធិនិយាយការយើងអាចនិយាយប៉ុន្តែនៅក្នុងកម្រិតមួយដែលក្នុងកម្រិតដែលអាចនឹងកុំឲ្យខ្លួនយើងមានបញ្ហាអីយើងនិយាយបានប៉ុណ្ណានិយាយបានប៉ុណ្ណាជួនកាលការនិយាយរបស់យើងគឺខ្លះវាអត់បានអីជួយដោះស្រាយឲ្យបានបែរជានាំបញ្ហាដល់ខ្លួនយើងវិញក៏យើងគូពិចារណារឿងនឹងដែរអញ្ចឹងណាមិនមែនជាការបាត់ទេឥឡូវខ្ញុំលើកឧទាហរណ៍តែរឿងប៉ុណ្ណេះមួយចោះបាទរឿងចេះមុនចោះនឹងរឿងនៅសហរដ្ឋអាមេរិកផងនឹងរឿងពិតតែម្ដងគឺប្រហែលសប្តាហ៍មុនលោក Charlie Kirk គេហៅថាជាអ្នកដែលប្រកាន់នយោបាយអភិរក្សនិយមតឹងរ៉ឹងបាទគាត់ដើរបង្រៀនមនុស្សរៀនឲ្យមានអ្នកចូលចិត្តគាត់ក៏ច្រើនមានអ្នកស្អប់គាត់ក៏ច្រើនពេលដែលគេសម្លាប់លោក Charlie Kirk មានអ្នកអបអរសាទរមានអ្នកសប្បាយអ្នកអបអរសាទរជាច្រើនអស់ការងារធ្វើណាដោយសារគេ screenshot អ្វីដែលគាត់សរសេរហើយហ្នឹងគេទៅប្តឹងដល់កន្លែងធ្វើការដឹងគាត់នឹងនៅសហរដ្ឋអាមេរិកទើបតែកើតឡើងប្រហែលសប្តាហ៍មុននេះ Charlie Kirk មកក្មេង Charlie Kirk ហ្នឹងបាទ Charlie Kirk មិននិយាយឲ្យចំទៅសឹងតែធ្វើកូនខ្ញុំបានបាទគាត់ចឹងនៅអាមេរិកផងចឹងបានតែពេលខ្លះខ្ញុំជាអ្នកជំរុញឲ្យមានការសេរីភាពនៅក្នុងការបញ្ចេញមតិក៏ប៉ុន្តែយើងស្ថិតនៅក្នុងរដ្ឋមួយក៏យើងត្រូវតែគោរពច្បាប់រដ្ឋនឹងដែរវាអញ្ចឹងណាបាទបើសិនជារឿងខ្លះវាអត់
ចំណៃវានាំបញ្ហាដល់ខ្លួនយើងបាទយើងគិតគួរពិចារណានឹងរឿងនឹងផងដែរទៅបាទខ្ញុំមិនមែនបន្ទុយប្រអាក់ទេក៏តែយើងត្រូវគិតពីរឿងហ្នឹងដែរណាដោយដែលខ្ញុំធ្លាប់បាននិយាយក្នុងពេលកន្លងមកអញ្ចឹងរឿងទី1ខ្ញុំជូនរឿង Charlie Kirk ហ្នឹងឃើញទេនៅអាមេរិកផងក៏នៅម្នាក់អត់ហ៊ាននិយាយថ្ងៃហ្នឹងអត់មានប៉ះ Charlie Kirk បានទេរីគុណអបអសាទរសប្បាយឬក៏យ៉ាងម៉េចគឺមិននិយាយមកបាទរឿងក្នុងពេលកន្លងមកដូចជារឿងកិច្ចការខ្លះអ្នកសារព័ត៌មានអាមេរិកហ្នឹងក៏គេត្រូវគិតអំពីបញ្ហាជាតិរបស់គេដែរបាទសូម្បីអ្នកធ្វើផលិតភាពយន្តក៏រឿងខ្លះគេគិតពីរឿងមនុស្សចេតនាជាតិរបស់គេដែរវាដើម្បីបំផុសមនុស្សឲ្យស្រឡាញ់ជាតិដែរបាទអញ្ចឹងដូច្នេះមានតែបងអូនសុធារិតឯងទេខ្ញុំយល់ពីការចង់និយាយចង់ចូលរួមចំណែកហ្នឹងក៏ប៉ុន្តែកុំអាលអស់សង្ឃឹមឲ្យដល់រាប់ណាយើងនៅមានដង្ហើមគឺនៅមានសង្ឃឹមជាប់ជានិច្ចទាវសែមគាត់ថាសួស្ដីពូជាទូទៅយើងមិនឃើញសារព័ត៌មានថៃបាតដៃក្នុងដៃមានការបត់បែនឡើងចុះលឿនខ្លាំងជាងទីផ្សារគ្រីបតូទៀតចង់សួរលោកពូថាប្រទេសអាស៊ាននិងលោកខាងលិចមើលឃើញដូចយើងមើលឃើញប្រទេសថៃដែរឬទេបាទមើលតាមរយៈអត្ថបទChristian Science Monitor ដែលខ្ញុំបានរីកាជូនបាញ់មិញហ្នឹងគឺបាទយើងមើលទៅអត់មានគាត់អត់បង្ហាញចំហលំអៀងទៅខាងណាទេបាទអត់បង្ហាញចំហលំអៀងទៅខាងណាគាត់ចូលលើ fact ទាំងអស់ថៃចោតយើងប្រកែកពីរឿងមីនគាត់ក៏ដាក់ជូនចឹងទាំងអស់បាទអញ្ចឹងដូច្នេះខ្ញុំប្រៀបធៀបពីក្នុងពេលកន្លងមកដែលថៃគាត់ប្រកែកខាង public relation ហ្នឹងគាត់ lobby នឹងប្រកែកណាហើយមកដល់កម្រិតនេះគាត់ដើរក្រៅកម្ពុជានឹងខ្ញុំគិតថាដោយវាមានហេតុផលវាមិនមែនជារឿងគ្រាន់តែក្រុមការងាររាល់ថ្ងៃគេប្រកែកធ្វើការគេចេះធ្វើការគេដឹងកន្លែងណាក្លៀតក្លុកណាដើម្បីធ្វើការប៉ុណ្ណឹងទេគឺទន្ទឹមនឹងហ្នឹងក៏បាទខាងអន្តរជាតិគេមើលឃើញដែរបាទគេមើលឃើញនៅអ្វីដែលថៃធ្វើនោះដែរគេមានការពិចារណាដែរខ្ញុំជឿជាក់អញ្ចឹងមកទូយ៉ាងដូចជារឿងព្រឹកមិញអញ្ចឹងរឿងព្រឹកមិញយើងមើលអត់គាត់ចោលដែរ AOT ហ្នឹង AOT คล้ายគេអត់ជឿទេសួរតែប្រហែលអ្នកជឿបាទគេមេគេម៉ាឡេហ្នឹងគាត់ទេសួរភ្លាមណែមានទៅទេខ្ញុំទៅតាបាទខាងឥណ្ឌូនេស៊ីសួរទៅខាងសេនាអនុព័ន្ធគេឆ្លើយថាគេទៅតាមិនក៏ថៃនិយាយចឹងគេដឹងឃើញទេបាទគេដឹងហើយបាទប៉ុន្តែគាត់និយាយហ្នឹងគឺ for their own domestic consumption គឺសម្រាប់អតិថិជននៅក្នុងប្រទេសរបស់គាត់ហ្នឹងទទួលទានព័ត៌មានហ្នឹងទេបាទសម្រាប់អន្តរជាតិគេមិនអាចទទួលទានព័ត៌មានហ្នឹងបានដោយងាយស្រួលនោះទេបាទចាសសូមអរគុណប្រិមិត្តច្រើនណាស់ដែលបានចូលរួមសួរជាសំណួរហើយដោយដែលខ្ញុំបាននិយាយនៅមុន show នេះចាប់ផ្ដើមអញ្ចឹងគឺប្រិមិត្តណាបើទៅធ្វើការបាទខ្ញុំគាត់ជាយោបល់របស់ខ្ញុំទេបើកាលណាយើងចង់ឈានឡើងនៅក្នុងកន្លែងធ្វើការហ្នឹងត្រូវបង្ហាញខ្លួនឯងថាជាមានធ្វើចរិតមេហ្មងមកចរិតមេមិនមែនមានចរិតដើរគេឯងបែងគេបែងឯងណាឬក៏ថាខ្លួនឯងចេះជាងគេមិនមែនទេខ្ញុំសំដៅកន្លែងនេះគឺសំដៅទៅលើការចូលធ្វើការឯហ្នឹងបាទពីមុនខ្ញុំបានធ្លាប់បានប្រាប់ឲ្យពីរឿងចរិតមេចរិតអីហ្នឹងគឺបានន័យថាយើងចែករំលែកចំណេះដឹងទៅដល់សហការីយើងពេលហ្នឹងមេយើងសង្កេតឃើញខ្ញុំធ្លាប់បាននិយាយហើយអាហ្នឹងណាប៉ុន្តែនៅពេលនេះគឺដោយសារតែមានប្រិមិត្តម្នាក់គាត់បាននិយាយពីម៉ោងធ្វើការអញ្ចឹងខ្ញុំសូមជូនកន្លែងហ្នឹងគឺថាពេលខ្លះដូចជានៅសហរដ្ឋអាមេរិកអីគេធ្វើការ8ម៉ោងបូកនឹងជាមួយនឹងម៉ោងសម្រាប់ញ៉ាំអាហារថ្ងៃត្រង់កន្លះម៉ោងឬក៏អ្នកខ្លះគេយកដល់1ម៉ោងបានន័យថា8ម៉ោងកន្លះឬក៏9ម៉ោងហ្នឹងអ្នកខ្លះគឺថាឲ្យតែគ្រប់ម៉ោងហ្នឹងគាត់ទៅអ្នកខ្លះរហូតដល់គេថា work 8 straight គឺបានធ្វើការ8ម៉ោងគ្រប់គាត់ចូល sign in sign out គ្រប់8ម៉ោងរបស់គាត់ប៉ុន្តែខ្ញុំថាបើសិនជាយើងអាចនឹងពេលខ្លះយើងផ្ដោតទៅលើគេហៅថា result oriented មកគឺផ្ដោតទៅលើលទ្ធផលច្រើនជាងបើការងារហ្នឹងយើងធ្វើមិនហើយយើងទៅបង្ហាញឲ្យលើសម៉ោងក៏ដោយបាទពីព្រោះនៅអាមេរិកគេវាលែងតែចេះបាទវាលែងតែព្រោះនៅអាមេរិកគេមានច្បាប់តាំងដែរណាបើការងាររដ្ឋណាបាទនឹងយើងត្រូវពិចារណាដែរការងាររដ្ឋបើកាលណាយើងនៅលើសម៉ោងយើងមកខំឲ្យបុគ្គលិកធ្វើលើសម៉ោងក៏អត់បានដែរបាទតែហ្នឹងច្បាប់គេតម្រូវឲ្យមេហ្នឹងមក
ប្រាប់បុគ្គលិកឲ្យចេញមកឲ្យចេញមកហ្នឹងក៏មានដែរណាហ្នឹងនៅការងាររដ្ឋណាបាទហើយបើកាលណាបុគ្គលិកនៅធ្វើលើម៉ោងគេទី overtime តែម៉ោងដែរហ្នឹងក៏មានចឹងដែរណាក៏ប៉ុន្តែតែយើងទៅថាធ្វើយ៉ាងម៉េចឲ្យមិនឲ្យខុសច្បាប់ហើយនៅតែយើងបង្ហាញថាយើងជាអ្នកទទួលខុសត្រូវក្នុងកន្លែងការងារហ្នឹងការងារខ្លះគេទៅដាក់ឲ្យយើងទៅធ្វើយ៉ាងម៉េចឲ្យបខំយ៉ាងម៉េចឲ្យហើយក្នុងនោះឲ្យវាចេញលទ្ធផលយ៉ាងម៉េចក៏ដោយនិយាយរួមដោយពាក្យសង្ខេបគឺបង្ហាញនៅការទទួលខុសត្រូវកាលណាយើងមានលក្ខណៈការទទួលខុសត្រូវជាងគេថាធ្វើការឲ្យរួចតែពីម៉ោងអាហ្នឹងមេគេមើលឃើញពីព្រោះមុនតម្រាំទៅធ្វើមេគេធ្វើកូនចៅដូចយើងអញ្ចឹងហើយពេលដែលគេទៅធ្វើមេហ្នឹងគេមានការវឹកវើបន្ថែមទៀតដើម្បីឲ្យដឹងថាកូនចៅអ្នកនៅក្រោមអាវ៉ាតគេហ្នឹងយ៉ាងម៉េចគេមានហ្នឹងបាទដូច្នេះគឺខ្ញុំគាត់ថាឲ្យយោបល់ប៉ុណ្ណឹងនៅកន្លែងធ្វើការណាក៏ដោយបើកាលណាយើងប្រឹងធ្វើការដោយបង្ហាញនៅការយកចិត្តទុកដាក់ការងាររបស់យើងគឺខាងលើគេនឹងមើលឃើញដែរបាទដូចខ្ញុំពីច្រើនខ្ញុំតែងតែប្រាប់អ្នកធ្វើការជាមួយខ្ញុំមិនឲ្យយកគំរូខ្ញុំប្រហែលទេព្រោះខ្ញុំធ្វើការខុសគេបើខ្ញុំឧទាហរណ៍ថាបើខ្ញុំ10ម៉ោងចេញក៏ដោយខ្ញុំរៀបគេរៀបដាក់កតាបចេញពីកន្លែងធ្វើការបើសិនជាមានអ្នកណាយកអត្ថបទមកដាក់លើតុខ្ញុំឲ្យខ្ញុំកែគឺខ្ញុំទុកកាបូបចោលសិនខ្ញុំកែហើយសិនវាលែងតែអត្ថបទជាសេចក្តីរាយការណ៍ព័ត៌មានវែងដែលខ្ញុំត្រូវមើលហើយអង្គុយវិភាសាជាមួយឲ្យគាត់កែកន្លែងណានឹងមកខ្ញុំទុកស្អែកតែបើស្គាល់អត្ថបទបកប្រែទេបើយកមួយពីរមកខ្ញុំមើលតែមួយផ្លែតខ្ញុំមើលទៅព្រោះអ្នកនៅខាងកន្លែងខ្ញុំនោះក៏អ្នកបកប្រែគេកម្រិតកម្ពូលឲ្យគាត់ឲ្យយើងផ្ទៀងផ្ទាត់ឲ្យច្បាស់ប៉ុណ្ណឹងថែមទៀតទៅខ្ញុំអនុញ្ញាតឲ្យគាត់ថតនៅថ្ងៃស្អែកអីចឹងទៅបាទខ្ញុំធ្វើអញ្ចឹងបាទខ្ញុំវាខុសក្បួនតិចដែរដែលយើងធ្វើលើម៉ោងបាទហើយអត់ទី overtime អីចឹងណាបាទក៏ប៉ុន្តែធ្វើមិនយើងចង់ឲ្យលទ្ធផលល្អសម្រាប់កន្លែងយើងដែរបាទអញ្ចឹងសូមអរគុណណាបាទខ្ញុំជូនយោបល់តែប៉ុណ្ណេះទេ